ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបចុះឈ្មោះនៅលើ website JSMM ដែលជាដំបូងបងប្អូនចូលទៅកាន់ Chrome ឬក៏ប្រើសារណាមួយដែលមាននៅលើទូរស័ព្ទរបស់បងប្អូនហើយបងប្អូនស៊ើចរកពាក្យថា jsmm.com បន្ទាប់មកបងប្អូននឹងឃើញ website របស់ JSMM ហើយបងប្អូនចុចចូលទៅលើ website ដែលនៅខាងលើគេបង្អស់ហ្នឹងមកបន្ទាប់មកបងប្អូននឹងឃើញកន្លែងសម្រាប់ឲ្យបងប្អូន sign up ឬ sign in ចូលហើយបងប្អូនចុចចូលទៅពាក្យថា sign up now បងប្អូនអាចចូលទៅបំពេញ username Gmail និង password របស់បងប្អូនចូលបានចំពោះកន្លែង username ហ្នឹងបងប្អូនអាចបង្កើតឈ្មោះរបស់បងប្អូនដែលមានលាយឡំជាមួយនឹងលេខឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថារដ្ឋា245បន្ទាប់មកបងប្អូនចូលទៅបំពេញ Gmail ដែល Gmail នេះផងដែរគឺជា Gmail ដែលបងប្អូនប្រើប្រាស់ជាប្រចាំឧទាហរណ៍ខ្ញុំបំពេញ Gmail របស់ខ្ញុំចូលបន្ទាប់ពីបងប្អូនបានបំពេញ Gmail ហើយបងប្អូនអាចចូលទៅបង្កើត password ឬក៏លេខសម្ងាត់របស់បងប្អូនចូលបងប្អូនអាចបង្កើត password បែបណាក៏បានដែរឲ្យបងប្អូនគិតថាងាយស្រួលសម្រាប់ឲ្យបងប្អូន sign in លើកក្រោយឧទាហរណ៍ខ្ញុំបង្កើតថារដ្ឋា1234ហើយចំពោះ confirm password ហ្នឹងបងប្អូនបំពេញដូចនឹង password ដែលបងប្អូនបានបង្កើតនៅខាងលើរដ្ឋា1234បន្ទាប់មកបងប្អូនអាចចុចចូលទៅកាន់ពាក្យថា I'm not robot ហើយបងប្អូនអាចចុចចូល sign up បានដោយសារតែខ្ញុំធ្លាប់បានបង្កើតនិងមានគណនីស្រាប់ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ចុច sign up ទេខ្ញុំចុចចូល sign in វិញហើយបំពេញ username និងលេខសម្ងាត់ចូលនៅពេលដែលបងប្អូនបាន sign up រួចហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះដែលមានន័យថាបងប្អូនបានចុះឈ្មោះចូលដោយជោគជ័យហើយបងប្អូននឹងឃើញឈ្មោះឬក៏ username របស់បងប្អូននៅខាងលើនេះនៅពេលបងប្អូនចង់ចូលធ្វើសេវាកម្មលើក្រោយបងប្អូនគ្រាន់តែចុចចូលទៅកាន់ពាក្យថា sign in ហើយបំពេញ username និងលេខសម្ងាត់ដូចខ្ញុំបំពេញមុននឹងមករួចជាការស្រេចអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានបើសិនបើមានការខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ